មានកសិករនិងទស្សនិកជនជាទីមេត្រីត្រីក្រាយយ៉ាងសំស្របជាមួយតំបន់ទឹកវារីបទន្លេគឺឡោមជាប្រភេទត្រីមានសាច់ឆ្ងាញ់បាទអតិថិជនក្នុងនិងក្រៅប្រទេសពេញនិយមហេតុនេះប៉ុន្មានឆ្នាំជិតនេះរបរចិញ្ចឹមត្រីក្រាយពាណិជ្ជផលនៅតំបន់វារីបទន្លេគឺឡោមបានរីកចម្រើនខ្លាំងដើម្បីគ្រប់គ្រងឲ្យទីផ្សារនីតិកសិកម្មលើកនេះសូមបទេសនាមជូនទស្សនិកជននិងមានកសិករអំពីបច្ចេកទេសចិញ្ចឹមត្រីក្រាយត្រីក្រាយតែងតែរស់នៅតាមតំបន់ព្រែកប្រឡាយស្រះស្រែទំនាបត្រីចូលចិត្តរស់នៅបរិស្ថានមានច្រើនជីវរូបរស់នៅក្នុងទឹកកម្រិត pH ក្នុងទឹកពី 6.5 ដល់ 7 សីតុណ្ហភាពសមស្របពី 26 ដល់ 28 អង្សាសេប្រសិនបើរស់នៅក្នុងបរិស្ថានសមស្របត្រីអាចរស់បានជាង10ឆ្នាំហើយខ្នាតអាចជាង90សង់ទីម៉ែត្រត្រីក្រាយជាប្រភេទត្រីស៊ីចម្រុះចូលចិត្តស៊ីចំណីមានដើមប្រភពពីសត្វដូចសត្វល្អិតកូនត្រីជីវរូបអនត្ថភាពឬរុក្ខជាតិរស់នៅក្នុងទឹកដើម្បីចិញ្ចឹមត្រីក្រាយមានប្រសិទ្ធភាពគឺមិនមានកសិករក៏បីដឹងលក្ខណៈនិងវិធានការសារវ័នអំពីប្រភេទត្រីនេះអាស្រ័យបានចូលរួមថ្នាក់វឹកវើបច្ចេកទេសចិញ្ចឹមត្រីទឹកសាបអាស្រ័យមជ្ឈមណ្ឌលជំរុញកសិកម្មខេត្តគីយ៉ាងចាត់ចែងទើបលោកប៊ុនងប់អឹងនៅភូមិទឿងថឃុំដិនអាងស្រុកកវ៉ាវមិនរុញរាក្នុងការវិនិយោគចិញ្ចឹមត្រីក្រាយឡើយនេះជាលើកទី3ហើយលោកអឹងចិញ្ចឹមត្រីក្រាយក្នុងស្រះក្នុងផ្ទៃទឹកជិត100ម៉ែត្រការ៉េលើកដំបូងគាត់លេងត្រីពូជ 1000 ក្បាលបន្ទាប់ពីផ្ដល់ប្រសិទ្ធភាពខ្ពស់គាត់បង្កើនឡើង 2000 ក្បាលហើយលើកនេះគឺ 3000 ក្បាលបច្ចុប្បន្នវងត្រីរបស់លោកអឹងចិញ្ចឹមបានជិត8ខែហើយតាមប៉ាន់ស្មានសម្រាប់ជាង400គីឡូក្រាមត្រីពាណិជ្ជផលកាលពីទូចយើងចាប់មកយើងជិបកិននុយឲ្យម៉ត់បណ្ដាក់ឲ្យស៊ីមកកាលពីទូចខ្ញុំចាប់យកមកlàឲ្យស៊ីមួយថ្ងៃ3ពេលមកដល់làចាប់បានមកគ្រឿងមួយខែហ្នឹងយើងយ៉ាំបឺកឥឡូវនុយឲ្យស៊ី2ពេលដល់ធ្លាក់ដល់ពេលគេlà 3ខែឡើងទៅ4ខែខ្ញុំឲ្យស៊ីតែមួយពេលទេអានោះlà vừaធំấy vừaធំយើងកាត់នុយយើងកាត់ដល់យើងកាត់នុយឲ្យស៊ីមួយពេលមុំấyឲ្យស៊ីច្រើនពេលកាក់លុយឲ្យស៊ីមិនបានខ្ញុំលេអាណាមវីតាមីន C មែងទីវ៉ាតែពីមុខនោះឲ្យស៊ីthường xuyênដល់ពេលlà vừaធំấyមិនចេះកើតងឺមកមួយអត់ណាស្នុកចំណាតាមលោកប៊ុនងប់អឹងដើម្បីចិញ្ចឹមត្រីក្រាយសម្រាប់ប្រសិទ្ធភាពខ្ពស់ក្រៅពីធ្វើល្អផ្នែកបម្រុងស្រះគឺការជ្រើសត្រីពូជក៏សំខាន់ដែរតួយ៉ាងដោយការជ្រើសទិញពូជត្រីត្រូវតែមានដើមប្រភពច្បាស់លាស់ពេលជ្រើសត្រីពូជក៏បីជ្រើសត្រីមានខ្នាតស្មើគ្នាឥតត្រូវរលាត់ស្បែកជ្រើសត្រីហែលជាវងមមួនបន្ទាប់ពី3លើកចាប់ត្រីពូជមកចិញ្ចឹមគឺលោកអឹងក៏មានវិធីជ្រើសពូជរបស់ខ្លួនដែរពូជហ្នឹងក៏ហឺដែរមើលតែហ្នឹងពូជយូខែឆាប់ខែអញ្ចឹងខ្លះlàពូជដល់làគេទុកយូខែពេកតែយើងមើលយើងដឹងបើថាយើងមើលមិនគីយើងទិញយកមកចិញ្ចឹមមិនធំយើងចង់ចិញ្ចឹមបានlàឆាប់ធំហ្នឹងណាយើងមើលពូជហ្នឹងហឺពូជស្មើគ្នាគេថាlà 9 ផឹងមួយទឹកអីនោះហឺស្មើបើថាមើលអាមួយមួយទឹកអាមួយ5ផឹងហ្នឹងមិនធំទេធំមិនស្មើគ្នាយើងហឺមើលគ្មានមកមួយហែលមួនខ្លួនយើងទិញមកយកមកហ្នឹងមិនទិញយកមកដាក់មិនទៅប្រឡែងអញ្ចឹងទេណាដាក់ក្នុងមុងគឺ10ថ្ងៃកន្លះខែយើងប្រឡែងចេញឲ្យវាដឹងកន្លែងស៊ីបើយើងប្រឡែងចេញហើយបើយើងឲ្យស៊ីសំណប់បើយើងយកមកប្រឡែងវាមិនដឹងកន្លែងស៊ីណានៅភូមិស្រុកដិនអាងហ្នឹងមានថាមានជាច្រើនមានកសិករនឹងចិញ្ចឹមត្រីក្រាយហ្នឹងមានពីរប្រភេទប្រភេទទី1ចិញ្ចឹមក្នុងសំណាញ់ប្រភេទទី2ចិញ្ចឹមនៅក្នុងអណ្ដូងឬមួយនឹងស្រះខ្ញុំសូមរៀបរាប់អំពីបច្ចេកទេសចិញ្ចឹមត្រីក្រាយក្នុងអណ្ដូង
អណ្ដូងបើមានកសិករយើងចិញ្ចឹមត្រីនៅអណ្ដូងmàអណ្ដូងចាស់ហ្នឹងបើន័យថាដែលចិញ្ចឹមរួចហើយមានយើងធ្វើយ៉ាងណាក៏បីចាប់អារម្មណ៍ទី1គឺទំនប់ទី2គឺថាមានទឹកចាញ់ចូលឲ្យបានល្អទី3ទៀតគឺថាត្រូវតែចាប់រូងក្រាមកុំឲ្យទឹកចាញ់ចូលធ្វើឲ្យដូងយើងទុកទឹកមិនបានល្អបើមានយើងបាច់ទឹកគោកហើយមានយើងត្រូវតែបាច់កំបោរសមានរូបមន្តនោះថា CAO ហ្នឹងយើងប្រើថាពី15ដល់20គីឡូក្នុងលើ100ម៉ែត្រការ៉េណាយើងបាច់នៅបាតស្រះលើភ្លឺយើងបាច់កុំអោយវាមានជាតិជូរហូរចុះចំពោះបាត់ផុកនៅក្នុងអណ្ដូងនោះមានត្រូវតែខ្វះចាញ់ឲ្យអស់កុំអោយវាសេះសល់នៅក្នុងអណ្ដូងរបស់យើងបន្តទៀតគឺថាកុំដាំដើមឈើណាដែលមានបែកមែកសាខានោះវាគ្របដណ្ដប់វានៅលើផ្ទៃទឹករបស់យើងនោះវាធ្វើឲ្យដូងចិញ្ចឹមយើងវាខ្វះនៅអូស៊ីបន្តទៀតគឺថាត្រូវតែមានអញ្ចងបាំងព័ទ្ធជុំវិញកុំឲ្យសត្វកែបដូចថាកែបឬមួយតែកាញ់ហ្នឹងគេមេឃភ្លៀងវាតែកាញ់វារាឡើងវាចូលនៅក្នុងអណ្ដូងរបស់យើងវាយាដល់អាលែងសត្វតៃពូជរបស់យើងទៀតមុននឹងបន្លែងត្រីហ្នឹងមានយើងត្រូវតែបឺមទឹកចូលពី7ដល់10ថ្ងៃទៅនឹងបន្លែងត្រីត្រូវតែកម្ចាត់សត្វល្អិតដូចថាតៃសត្វតៃយាយីនោះដូចថាតៃតក់តៃកាញ់អញ្ចឹងយើងត្រូវតែប្រើរឹសកាមេរពី6.5ដល់2គីឡូក្នុង100ម៉ែត្រការ៉េទឹកបឺមចូលត្រូវមានទៅវាស់កម្រិត pH ទឹកល្អបំផុតគឺពី7ដល់ 8.5 អូស៊ីត្រូវតែធំជាង3មីលីក្រាមលើ1លីត្រមុននេះជាតិប្រុស3ខែលោកយ៉ាន់តេនៅឃុំដិនអាងស្រុកកវ៉ាវចិញ្ចឹមត្រីក្រាយពូជបាន1800ក្បាលបច្ចុប្បន្នវងត្រីរបស់គាត់ប្រភេទត្រី1ក្បាលកន្លះគីឡូក្រាមសម្រាប់ប្រមាណ 40% ប្រភេទ300ដល់400ក្រាម1ក្បាលគឺ 60% លោកយ៉ាន់តេធ្លាប់ចិញ្ចឹមប្រភេទត្រីទឹកសាបបានសម្រេចជោគជ័យដោយត្រីរស់ត្រីអណ្ដែងនិងត្រីក្រាញ់ម្ល៉េះហើយផ្លាស់មកចិញ្ចឹមត្រីក្រាយក៏គាត់មានការងាយស្រួលជាងដែរត្រីក្រាយហ្នឹងឃើញបានតម្លៃមិនគិតដូចយោបល់នឹងគ្រួសារអញ្ចឹងខ្ញុំហៅកូនខ្ញុំទៅយាយត្រីទិញទៅមើលទេមិនហ្មងទៅមើលដាក់លុយទៅតាមអញ្ចឹងទៅមើលទៅឃើញគេញើសច្រើនហើយសួរទិញគេហ្នឹងមួយកូនចំនួនlà 2600ហើយខ្ញុំពីដៅកូនទិញយកមកហើយលាងក្នុងមុងហើយយកមកលាងក្នុងមុងហ្នឹងទិញនុយយកមកកាន់ហើយលើយមិនឆ្នាំមិនអីលើយអញ្ចេះហ្នឹងយើងមិនមើលក្នុងទូនទោះអញ្ចឹងណាឃើញហើយយកមកលើយទៅឃើញត្រីហ្នឹងឃើញមិនសូវងាប់មិនងាប់ហើយបានក្នុងចំនួនកន្លះខែហ្នឹងចំនួនងាប់ហ្នឹងបាន40ម៉ានកូនឯងងាប់ឃើញតិចអញ្ចឹងឃើញបានផលដែរហើយចេះដាក់មុងញើសទៅបានមកចំនួនមួយខែកន្លះហ្នឹងមិនយកចុះក្នុងដៀវវិញអាស្រ័យថែទាំនិងគ្រប់គ្រងល្អទើបវងត្រីរបស់លោកយ៉ាន់តេមិនសូវត្រូវបង្ខាត់ទេក្រៅពីឲ្យស៊ីគ្រប់គ្រាន់គាត់តែងតែពិនិត្យភ្លឺទំនប់ជៀសវាងការបង្ខាត់ក្រោយពេលចិញ្ចឹមបានសម្រេចជោគជ័យលើកនេះលោកតេគិតភ្ញាក់ពួចត្រីក្រាយដើម្បីផ្គត់ផ្គង់ឲ្យបងប្អូនជិតខាងរួមគ្នាចិញ្ចឹមដូចនេះខ្ញុំចំបានមកចំនួនធំនេះខ្ញុំគិតលក់ខ្លះហើយដើម្បីទុកធំហ្នឹងអាណាមេមូលអីរើសឡើងដល់ដើក្រោយញើសឯងបាត់អីកូនមិនមែនទៅរៀនអស់2លើបហើយញើសត្រីស្លាតហ្នឹងឯងដូចហ្នឹងមិនគិតញើសត្រីស្លាតត្រីណែងតន់ត្រីទុកអីហ្នឹងដើម្បីយើងលក់ឲ្យបងប្អូនចិត្តខាងយើងក្នុងសង្គមភូមិនេះដើម្បីចិញ្ចឹមរយៈពេលលេងត្រីពូជគឺពេលព្រឹកព្រលឹមឬពេលល្ងាចត្រជាក់គឺល្អបំផុត
មុនពេលលេងត្រីមានកសិករក៏បីត្រាំស្បោងដាក់ត្រីក្នុងស្រះពី15ដល់20នាទីដើម្បីជៀសវាងកុំឲ្យត្រីពុលទឹកដោយសារផ្លាស់ប្ដូរបរិស្ថាននិងសីតុណ្ហភាពតាមធម្មតាមានយើងចិញ្ចឹមគឺថាពី10ក្បាលក្នុង1ម៉ែត្រការ៉េគឺល្មមកុំថាបលែងច្រើនពេកដល់ច្រើនពេកទៅវាមានយើងគ្រប់គ្រងវាមិនម៉ត់ចត់វាធ្វើឲ្យតៃនោះវាមិនធំចាំយូរថ្ងៃយូរខែវាមិនបានធំតែក្រាយនោះមិនដូចថាតៃតុតៃគេកាញ់ផ្សេងតៃកាញ់ផ្សេងទេយើងថាទិញយកមកយើងត្រូវមានសំណាញ់ដូចចាំសំណាញ់តៃតុគេចាំតាមបែកអញ្ចឹងមានទំហំពី15ដល់20ម៉ែត្រអញ្ចឹងយើងបោះនៅដងរបស់យើងហើយយើងប្រឡែងចូលក្នុងសំណាញ់របស់យើងពី10ដល់20ថ្ងៃទៅយើងប្រឡែងចូលដងរបស់យើងតៃហ្នឹងវាមានសំខាន់បញ្ហាដូចនេះថាបងប្អូនយើងដល់ប្រឡែងចូលក្នុងកណ្ដងភ្លាមហ្នឹងយើងវានៅតូចយើងមិនបានមើលវាម៉ត់ចត់ណាយើងពិបាកឲ្យវាស៊ីទៀតចំណីឲ្យត្រីស៊ីសំខាន់គឺប្រើប្រាស់ចំណីស្រស់ដោយត្រីចម្រុះចងហោងលឿងជាដើមអាចប្រើប្រាស់ចំណីគ្រាប់ឬចំណីឆ្នៃក៏បានដែរប៉ុន្តែត្រីមុខតែក្រធំជាងបើប្រើប្រាស់ចំណីស្រស់មួយថ្ងៃអាចត្រីស៊ី2លើកដោយសារត្រីសកម្មភាពខ្លាំងនាពេលយប់ម្ល៉េះហើយពេលព្រឹកឲ្យស៊ីតែ1/3នៃចំណីកំណត់ពេលល្ងាចគឺ2/3នៃចំណីកំណត់ក្នុងមួយថ្ងៃបរិមាណចំណីស្មើពី15ដល់20%នៃទម្ងន់ត្រីចិញ្ចឹមដំណាក់កាលពី1ខែដល់3ខែពីខែទី3ដល់ខែទី10ឲ្យស៊ីពី10ដល់20%ចំពោះតៃទៅនឹងយកមកមានយើងត្រូវតែកាន់តែម៉ត់ឲ្យលាយនឹងប្រេងលេងយកមឹកហ្នឹងលាយអាជាតិហ្នឹងឲ្យវាជាប់ចូលគ្នាយើងថាលាយអូស៊ីហើយយើងមានដាក់កញ្ចែងអូស៊ីយើងដើម្បីយើងមើលវាស៊ីអស់ឬអត់ម្លែកទៀតជួនកាលគេមិនអោយតៃគេប្រើចំណៃឧស្សាហកម្មគេប្រើចំណៃហ្នឹងគេទិញយកមកគេចាស់យកឲ្យគេអោយស៊ីគេលាយឲ្យស៊ីតែម្ដងហើយបន្តទៀតគឺថាអោយស៊ីរួចហើយបើថាបងប្អូនយើងហ្នឹងត្រូវតែមើលថាតៃហ្នឹងវាចាប់នៅយ៉ាងណាដើម្បីយើងមួយថ្ងៃហ្នឹងដោយសារជួនកាលផ្លាស់អាកាសធាតុវាផ្លាស់ប្ដូរជួនកាលវាស៊ីតិចមានយើងត្រូវតែដោះស្រាយយ៉ាងណាថាវាស៊ីតិចយើងត្រូវតែបន្ថយចំណៃវាតែជួនកាលអោយស៊ីខ្លាំងពេកជួនកាលវាសល់ហើយវាមិនអស់ជួនកាលធ្វើឲ្យទឹកនោះស្អុយក៏មានចំនួនចំណីប្រចាំថ្ងៃបានសម្រួលឲ្យស្របតាមសកម្មភាពចាប់ចំណីរបស់ត្រីមានកសិករអាចបំពេញវីតាមីន C និងព្រីមីតឲ្យត្រីបង្កើនកម្លាំងជំនះជំងឺនិងជួយឲ្យត្រីធំធាត់បានល្អតាមការកំណត់30ថ្ងៃច្របល់វីមីក្លីនឬហាដាក្លីនអាក្នុងចំណីឲ្យត្រីស៊ីសម្រាប់បង្ការព្យាបាលអតិសុខុមាប្រាណច្របល់ខ្ទឹមសក្នុងចំណីឲ្យត្រីដោយបរិមាណពី50ដល់100ក្រាមក្នុងចំណី10គីឡូក្រាមជាបន្តបន្ទាប់3ថ្ងៃសម្រាប់បង្ការព្យាបាលផ្លូវពោះវៀនឲ្យត្រីពូជធុន600ក្បាល1គីឡូក្រាមក្រោយពេលចិញ្ចឹមពី8ដល់10ខែប្រសិនបើមានគ្រប់ចំណីគឺអាចសម្រេចទម្ងន់មធ្យមភាពពី400ដល់800ក្រាមមួយក្បាលមានត្រីខ្លះជាង1គីឡូក្រាមយោងតាមតម្លៃនិងសេចក្តីត្រូវការរបស់ទីផ្សារមានកសិករប្រមូលផលឆាប់ឬយឺតមានកសិករអាចប្រមូលផលមួយលើកឬអស់ម៉ោងចាប់ត្រីធំលក់ចំណែកត្រីតូចទុកចិញ្ចឹមបន្តរងចាំទីផ្សារបានថ្លៃសឹមប្រមូលផលបច្ចុប្បន្នត្រីក្រាយពាណិជ្ជផលមានតម្លៃពី50,000ដុល្លារ1គីឡូក្រាមប្រសិនបើមានកសិករលេងត្រីពូជ 1000 ក្បាលចិញ្ចឹមក្រោយពេលចិញ្ចឹម10ខែអាចចំណេញប្រមាណ8លានដងមានកសិករនិងទស្សនិកជនជាទីស្នេហានេតិកសិកម្មលើកនេះសូមបញ្ចប់តែត្រឹមនេះសូមថ្លែងអំណរគុណចំពោះការយកចិត្តទុកដាក់តាមដានរបស់មានកសិករនិងទស្សនិកជន